យ៉ាកាតាមតាំងស្មុកស្មាញនៅពេញជាពិសេសគឺនៅក្នុងប៉ែតចេញពីប៉ែតភ្លាមហោះមកចកាភ្លាមអូវ៉ាវមើមធំមក Amazing មើលទីមើលហើយមកផ្ទះកន្លះហ្នឹងបាន100គីឡូអូឡើងសាហាវមើមឡើងធំនោះកតែហ្មងវាបាននឹងបានប៉ុន្មាននេះអញ30អីហ្នឹងប៉ុន្តែបងពេញប៉ោះនេះសុខភាពល្អតាការជោគមែនហ្នឹងឯងទៅមើលផ្ទះនោះគ្រប់ការជោគមែនបងចាស្អាតតាដកព្រឹបហ្មងនេះទាំងអស់នេះមែនដកទាំងអស់ហ៎ដកតើដាក់ជូនដាក់លើគូតឡានមកឲ្យវាថងដាក់គូតឡានទៅអីដាក់គូតឡានដកដាក់ទៅបកអត់តនេះដកដាក់ហ្មងចាំទៅរៀបតាមហ្នឹងអភ័យណាអ្នករៀបនិយាយទៅយើងដាំនេះគឺដាំ testing ហើយខែក្តៅពេលអញ្ចឹងវាអត់សូវល្អទេនិយាយទៅបងសូម្បីតែដាំយឺតចកាពូមានដែលដាំដែលយើងចកាលម៉ើគាត់គ្រាន់តែដាំយឺតពេលហើយវាឡើងទូចនេះខ្ទឹមបារាំងនៅចំការថ្ម3ដុំបងកុំឲ្យសូវបាក់ស្លឹកខ្លាំងពេកណាយើងលក់ទាំងស្លឹកអាស្លឹកហ្នឹងគេយកធ្វើម្ហូបបានទូទៅដូចតែស្លឹកខ្ទឹមយើងហ្នឹងខ្ទឹមបារាំងចំការថ្ម3ដុំចេះថាខ្ទឹមផ្អែមឆ្ងាញ់សឹងអីញ៉ាំមាន់ឡើងតលន់ហើយញ៉ាំខ្ទឹមឆ្ងាញ់ជាងណានិយាយទៅឲ្យតែមកភ្លៀងរហូតបើរឿងបោះតង់ឲ្យតែចេញបោះតង់គឺភ្លៀងហ្មងពួកខ្ញុំហើយព្យុះទៀតឡងនិយាយទៅខ្ទឹមយើងត្បិតតាវាទូចមែនប៉ុន្តែនិយាយពីរសជាតិវិញគឺផ្អែមឆ្ងាញ់ហ្មងខ្ញុំសាកហើយហីបើយើងដុតមាន់ហ្នឹងគឺឆ្ងាញ់ខ្លាំងណាស់ហើយទាំងស្លឹកហ្នឹងគឺយើងអាចប្រើបានល្អមែនតើបើតថាវាអត់សូវមើមធំល្អប៉ុន្តែយើងអាចទទួលយកបានហើយខ្ទឹមបារាំងនេះស្រួលទីផ្សារត្រង់ថាយើងអត់ទាន់ស្ទុំអត់ទាន់ចាស់ក៏យើងអាចលក់បានដែរឲ្យតែវាលោតមើមគឺយើងលក់បានហើយអញ្ចឹងកសិករអាចពិចារណាដាំបានហើយដាំយើងមិនចាំបាច់ដាំតែក្នុងទេសនាទេដាំនៅខាងក្រៅក៏បានដែរប៉ុន្តែគ្រាន់តែអ្វីដែលជាបញ្ហាខ្ទឹមបារាំងរាងចាញ់ទឹកបន្តិចអញ្ចឹងបើសិនជារដូវភ្លៀងយើងពិបាកទុកឲ្យវាឡើងចាស់ល្អពីព្រោះវាអាចខូចអាចអលួយអញ្ចឹងបើសិនជាដាំក្នុងរដូវភ្លៀងយើងលក់បានជាលក្ខណៈស្រស់ទីផ្សារគេទិញពួកស្រស់នេះវាឆ្ងាញ់មួយយ៉ាងឥឡូវហ្នឹងពេញនិយមបើសិនជានៅពេញអីវាច្រើនចិនចូលចិត្តទិញខ្ទឹមបារាំងស្រស់ធ្វើម្ហូបអញ្ចឹងនេះក្រុមការងារយើងកំពុងតំណងគ្នាជួយគ្នាដកខ្ទឹមបារាំងដោយសារតែឥឡូវហ្នឹងបញ្ញាបត្រន់ឡើងទៅពេញវិញអញ្ចឹងណាព្រោះដោយសារតែយើងចេញមកហ្នឹងគឺម៉ោង2ជាង7:03ហើយអញ្ចឹងឥឡូវគ្រាន់តែមកដល់ភ្លាមដកខ្ទឹមឲ្យភ្លាមទៅវិញភ្លាមហ្មងអត់មានបានធ្វើអីទេឥឡូវអត់សូវមានពេលវេលាបាននៅយូរដូចមុននេះវារៀងចាស់ហើយឡើងចាស់គឺវាចាស់នេះមកស្លឹកគេអត់នឹងល្អស្លឹកហ្នឹងគឺយើងអាចធ្វើម្ហូបបានដោយតែខ្ទឹមយើងធម្មតាទេនិយាយទៅគឺយើងដាំនៅចន្លោះពេញប៉ោះហើយនេះជាប្រភេទពេញប៉ោះពណ៌កាឈូកពេញប៉ោះកាឈូកនេះគឺឆ្ងាញ់ហើយសម្រស់វាគឺស្រស់ស្អាតខ្លាំងមែនតើហ្មងអញ្ចឹងយើងដាំវានៅចន្លោះពេញប៉ោះឃើញថាមានអីល្អតាក្លិនខ្ទឹមវាអាចបដិញសត្វល្អិតបានមួយយ៉ាងដែរព្រោះអីវាសត្វល្អិតអត់ចូលចិត្តឈួលអត់ចូលចិត្តកពុលទេហើយក៏វាអត់មានខាតអីដែរដោយសារតាពេញប៉ោះយើងដាំចន្លោះជួរវាគឺឆ្ងាយពីគ្នា1ម៉ែត្រតែដល់ពេលខ្ទឹមបារាំងយើងវាអាចនៅចន្លោះនឹងបានវាអត់ទៅដើមបលូតគ្នាទេចង់និយាយថាវាអត់តដើមគ្នាលូតវាអត់ស្កេះស្កាស់វានេះចឹងណាយល់ទេ
វាអត់ដើមពលឺគ្នាហ្នឹងខាងនិយាយចឹង ដាក់ក្លាហើយបងតា អូ អូខេឥឡូវគឺយើងយកមករៀបយកហ្មងយើងចាំទៅសម្អាតចាំទៅធ្វើគល់វាអីឲ្យស្អាតហ្នឹងនៅពេញហ្មងដោយសារតាឥឡូវនេះយើងប្រញាប់ចេញទៅវិញអញ្ចឹងណា អូយឆ្វេងឡប់ អូអានេះហ៊ានទៅដាក់ក្នុងឡានដល់កហ្មងវាកពុលអញ្ចឹងហើយយើងដាំជាមួយនឹងបាញ់ប៉ោះនៅខាងក្នុងហ្នឹងគឺវាអាចជួយបដិញសត្វល្អិតបានមួយយ៉ាងដែរអញ្ចឹងណានឹងតំណងនេះអូវាទៅខ្ជូតហ្មងបងអាទុយទុយហ្នឹងគេហៅថាខ្ជូតខ្ជូត so ខ្ជូត ថាល្អមើលតែមិនសូវល្អស៊ី ស៊ីទៀតដល់កហ្មង សាច់អ្នករងស៊ីហីស៊ីទៀត នេះនិយាយទៅខ្ជូតស្លាប់ហើយជា100គីឡូដឹងបង យ៉ា100គីឡូទៅគួរទាំងសាក់ គេក៏តាំងស្លឹងហ្នឹងឯង រោងការបណ្ដងកូន អូខេឥឡូវយើងដកប៉ុណ្ណឹងសិនហើយអានេះខ្ញុំឆ្លៀតមកបេះតកួនស្រួយអូយខ្ចីល្អមែនតើហ្មងឡើងលវក់ហ្មងបើតកួនស្រួយបានម្ដាយទុកត្រឡប់ពេញខ្យងញ៉ាំខ្លួនឯងអូខេ